នៅ Cambodia Home Culinary នេះយើងទទួលបង្រៀនសិស្សដោយឥតគិតថ្លៃប៉ុន្តែសម្រាប់ចាអ្នកស្រុកបាគងខេត្តសៀមរាបហើយក្រៅពីអ្នកស្រុកបាគងនេះគឺយើងគិតថ្លៃទៅតាមតម្លៃមុខម្ហូបនេះមូលហេតុដែលខ្ញុំបង្រៀនដល់អ្នកស្រុកបាគងនេះអត់គិតលុយមានហេតុផលពីរទី1គឺខ្ញុំយល់ថាសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់ប្រទេសខ្មែរយើងហើយចង់ចូលរួមនៅក្នុងការផ្ដល់ជំនាញទៅដល់យុវជនមានន័យថាខ្ញុំចង់ចូលរួមចំណែកនៅក្នុងការបណ្ដុះយុវជនហ្នឹងឲ្យក្លាយទៅជាទំពាំងដែលរឹងមាំខ្លាំងមានជំនាញដែលមានសមត្ថភាពអាចរកចំណូលជួយសេដ្ឋកិច្ចជាតិបានចាហើយខ្ញុំជាមនុស្សស្រីខ្សែមានកម្លាំងនៅក្នុងការទៅលីកភ្លើងកាន់កភ្លើងចាចូលសមរភូមិខ្ញុំមានត្រឹមតែចំណេះដឹងហើយមានជំនាញនៅក្នុងការបណ្ដុះបណ្ដាលអញ្ចឹងខ្ញុំចង់ប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ខ្ញុំនេះចូលរួមនៅក្នុងការជួយដល់សង្គមរបស់យើងហើយរឿងទី2គឺពាក់ព័ន្ធជាមួយនឹងការមើលឃើញពីសក្តានុពលនៅក្នុងស្រុកបាគងអញ្ចឹងហើយខ្ញុំក៏មានគំនិតថាខ្ញុំអាចចូលរួមជំរុញទេសចរនៅទីនេះដោយវិធីណាបានអញ្ចឹងមានតែខ្ញុំចាប់ផ្ដើមពីខ្លួនឯងតាមរយៈការបណ្ដុះបណ្ដាលប្រជាជនជាពិសេសគឺយុវជនចាសិស្សានុសិស្សដែលគាត់មានអាយុចាប់ពី14 15ឆ្នាំឡើងដែលគាត់អាចកាន់សម្ភារៈចម្អិនបានខ្ញុំបណ្ដុះបណ្ដាលពួកគាត់ឲ្យពួកគាត់មានជំនាញដែលអាចបម្រើនៅក្នុងវិស័យទេសចរនឹងបានខ្ញុំជំរុញឲ្យប្រជាជននៅក្នុងភូមិនេះគាត់ដាំដំណាំនៅតាមផ្ទះតាមលទ្ធភាពយើងអត់បង្ខំថាគាត់ត្រូវតែដាំនេះដាំនោះគាត់មានលទ្ធភាពប៉ុណ្ណាមានពេលវេលាប៉ុណ្ណាគាត់ដាំប៉ុណ្ណឹងប៉ុន្តែគាត់ត្រូវតែដាំដោយធម្មជាតិដែលប្រើប្រាស់ជីធម្មជាតិឬក៏ប្រើប្រាស់គេហៅថាលក្ខណៈជីកំប៉ុស្តដែលមានពីកាកសំណល់ផ្ទះបាយរបស់គាត់ហ្នឹងដាំដំណាំទាំងអស់ហ្នឹងទៅហើយមិនចាំបាច់បង្ខំក៏មិនចាំបាច់ប្រើជីគីមីដែរការដាំដំណាំរបស់គាត់ហ្នឹងគឺជាសកម្មភាពទេសចរមួយដែលយើងអាចឲ្យភ្ញៀវមកពីខាងក្រៅគាត់ចូលទៅទស្សនាបានហើយវាក៏ជាគេហៅថាផលិតផលមួយចូលរួមនៅក្នុងការបណ្ដុះបណ្ដាលនៅក្នុងវិស័យចុងភៅដែលជាផ្នែកម្ហូបអាហារសំខាន់នៅក្នុងវិស័យទេសចរនេះគឺជាអ្វីដែលខ្ញុំចង់ជំរុញនៅក្នុងតំបន់ប្រាសាទបាគងនេះព្រោះមែនតើខ្ញុំមើលឃើញថានៅក្នុងស្រុកប្រាសាទបាគងនេះយើងមានប្រាសាទមួយដ៏ស្រស់ស្អាតហើយនៅក្នុងតំបន់ប្រាសាទបាគងនេះមានប្រាសាទផ្សេងទៀតក្រៅពីប្រាសាទបាគងចាដែលគេហៅថាទាំងប្រជាជននៅក្នុងស្រុកយើងក៏អត់បានចាប់អារម្មណ៍ហើយភាគច្រើនគាត់ទៅហួសគាត់អត់សូវបានចូលលេងទេតែខ្ញុំជឿជាក់ថាប្រសិនបើនៅទីនេះយើងមានសកម្មភាពច្រើនទាំងសកម្មភាពដាំដុះសកម្មភាពចម្អិនសកម្មភាពទទួលទានលក់ដូរចាសកម្មភាពជំនាញជាងចម្លាក់ដែលបងប្អូនជាងចម្លាក់យើងនៅតាមដងផ្លូវទៅប្រាសាទហ្នឹងគាត់មានចាអញ្ចឹងយើងជឿជាក់ថាភ្ញៀវក្នុងស្រុកនិងភ្ញៀវបរទេសគាត់អាចនឹងចាប់អារម្មណ៍ចាអាចអញ្ជើញមកទស្សនាទេសចរនៅសៀមរាបចាហើយក៏អាចនឹងឈៀងចូលមកលេងប្រាសាទបាគងដើម្បីចូលរួមចំណែកជួយបង្កើននៅគេហៅថាកម្រិតជីវភាពរបស់អ្នកស្រុកបាគងរបស់យើងហ្នឹងបានមួយកម្រិតដែរចា